tục kia bắt tò vẹn thì pi bà ai vẹn thì pi này dường bằng vài rằm tôi tiền để chuyến nghiệm một mưa là chung với những phò miền sông cung rồi bỏ dường bắt tò thiệt bà một cô tôi khang cả nhà đong bà sông chơi ចាឥឡូវព័ត៌មានជាដំបូងនេះគឺពាក់ព័ន្ធនឹងករណីដែលវាយមួយស្នាប់កំភ្លើងភ្ជុងហើយបាញ់មួយគ្រាប់ប្លន់យកម៉ូតូអស់មួយគ្រឿងបរិបពីអ្នកទើបតែមកពីមើលក្មួយនៅមន្ទីរពេទ្យគុណធបុផាវិញហើយក៏ត្រូវបានជន់ប្រដាប់អាវុធមួយក្រុមគឺមានគ្នា3នាក់ជិះម៉ូតូ2គ្រឿងបានធ្វើសកម្មភាពស្ទាក់វាយនិងស្នាប់កំភ្លើងរងរបួសហើយបាញ់គំរាមមួយគ្រាប់ប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេចរួចរត់គេចខ្លួនបាត់ស្រមោលកាលពីវេលាម៉ោង 9:50 នាទីយប់ថ្ងៃទី11ខែកក្កដានៅតាមផ្លូវបេតុងអង្គតាមិញភូមិគោកចំបក់សង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យជនរងគ្រោះជាម្ចាស់ម៉ូតូបានរៀបរាប់ប្រាប់ទាំងមានរបួសនិងវិលមុខថាខ្លួនមានឈ្មោះថាថឹមអូតភេទប្រុសអាយុ26ឆ្នាំមុខរបរជាជាងសំណង់ស្នាក់នៅភូមិត្រពាំងថ្លឹងសង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅស្រុកបារាយខេត្តកំពង់ធំនិងម្នាក់ទៀតគឺត្រូវជាបងប្អូនជីដូនមួយមានឈ្មោះថាខេពិសេសអាយុ26ឆ្នាំរីឯម៉ូតូដែលក្រុមចោរប្លន់បាននោះគឺម៉ាក Honda Dream Series ឆ្នាំ 2015 ពណ៌ខ្មៅពាក់ស្លាលេខស្វ័យរៀង 1H2542 ហើយជនរងគ្រោះគឺបានឲ្យដឹងទៀតថានៅមុនពេលកើតហេតុរូគេរួមនឹងបងប្អូនទើបតែមកពីមើលក្មួយនៅមន្ទីរពេទ្យគុណធបុផាហើយគណៈដែលជិះម៉ូតូត្រឡប់ទៅបន្ទប់ជួលវិញធ្វើដំណើរតាមផ្លូវបេតុងអង្គតាមិញមកដល់ចំណុចកើតហេតុជាកន្លែងស្ងាត់ក៏ស្រាប់តែលេចមុខជនសង្ស័យ3នាក់ជិះម៉ូតូ2គ្រឿងគឺម៉ាក Honda Dream ពណ៌ខ្មៅនិងម៉ាក Scoopy ពណ៌សមួយគ្រឿងទៀតបានជិះមកស្ទាក់ពីមុខរួចហើយក៏ជនសង្ស័យ2នាក់គឺបានចុះពីម៉ូតូមកវាយរូគេនិងស្នាប់កំភ្លើងបណ្ដាលឲ្យរងរបួស3កន្លែងត្រង់កត្រង់ស្មានិងខ្នងរួចក៏ឲ្យចុះពីម៉ូតូព្រមទាំងបាញ់គំរាមមួយគ្រាប់ទើបយកម៉ូតូរបស់គេជិះចេញទៅបាត់ក្រោយពេលកើតហេតុជនរងគ្រោះក៏បានទូរស័ព្ទទៅសុំការអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចហើយភ្លាមៗនោះគឺសមត្ថកិច្ចជាច្រើនអ្នកបានចេញទៅអន្តរាគមន៍ក្បែរនឹងកន្លែងកើតហេតុនិងគ្រប់គោលដៅសំខាន់តែមិនឃើញមានអ្វីសង្ស័យក៏នាំជនរងគ្រោះទៅបង្ហាញកន្លែងកើតហេតុនិងបាននាំជនរងគ្រោះទៅគ្លីនិកដើម្បីព្យាបាលរបួសទើបនៅចាគឺទើបនាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចំចៅដើម្បីកំណត់មុខសញ្ញាយកមកដាក់ទោសទៅតាមផ្លូវច្បាប់ចារឿងជាបន្តទៀតនេះគឺចេញពីផឹកស៊ីចាគឺចេញពីផឹកស៊ីស្វឹងបាញ់មួយគ្រាប់កំដរការអបសុកបរិប3នាក់ចេញពីផឹកស៊ីស្វឹងបាញ់មួយគ្រាប់ចាធ្វើឲ្យកម្លាំងអាវុធហត្ថខណ្ឌដូនពេញចុះទៅតាមរកហើយបានត្រឹមតែឃើញសបកកន្ទុំមួយគ្រាប់កាលពីវេលាម៉ោង 10 យប់ថ្ងៃទី11ខែកក្កដានៅជាប់នឹងខាងជើងរបស់សារមន្ទីរជាតិតាមបណ្ដោយផ្លូវលេខ 178 ទៅនៅក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញហើយតាមប្រភពព័ត៌មានពីកន្លែងកាត់ហេតុវិញក៏បានឲ្យដឹងថានៅមុនពេលកាត់ហេតុគេបានឮសូរសំឡេងផ្ទុះអាវុធគេក៏បានឃើញបរិស3នាក់ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌សមិនចាំស្លាកលេខជិះដុបគ្នាតាមបណ្ដោយផ្លូវលេខ 178 នៅក្នុងស្ថានភាពស្វឹងហើយទិសដៅនោះគឺពីលិចទៅកើតមួយសន្ទុះក្រោយមកគឺបានជិះត្រឡប់មកវិញហើយបានដកកំភ្លើងខ្លីចេញពីចង្កេះបាញ់ឡើងលើមួយគ្រាប់បង្កមានការភ្ញាក់ផ្អើលរួចក៏ជិះគេចខ្លួនបាត់ស្រមោលតែម្ដងក្រោយពេលកាត់ហេតុអាវុធហត្ថខណ្ឌដូនពេញក៏បានចុះទៅដល់កន្លែងកាត់ហេតុបន្ទាប់ពីទទួលដំណឹងថាមានបរិសមួយក្រុមគឺមានគ្នា3នាក់ជិះម៉ូតូមួយគ្រឿងបានដកកំភ្លើងបាញ់មួយគ្រាប់ឡើងទៅលើរួចក៏បានជិះខ្លួនគេចរួចក៏បានរត់គេចខ្លួនបាត់ស្រមោលពេលដែលកម្លាំងអាវុធហត្ថទៅដល់ក៏បានត្រឹមតែរកឃើញសម្បកកន្ទុំមួយគ្រាប់ដែលអាវុធហត្ថអះអាងថាជាគ្រាប់កំភ្លើងម៉ាក K54 ហើយសម្បកកន្ទុំមួយគ្រាប់នោះគឺអាវុធហត្ថខណ្ឌដូនពេញយកទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវជាបន្តទៀតនៅពេលក្រោយចាំមួយរឿងទៀតនេះគឺស្វឹងស្រាយបើករថយន្តចាទៅបុករះម៉ូតូ3គ្រឿងហើយមិនព្រមឈប់ចាហៅរថយន្តនឹងមិនព្រមឈប់ក៏សម្រាប់ចិត្តយកដុំថ្មគប់ហើយនឹងជ្រុញនឹងហោះចូលទៅក្នុងរថយន្តតែម្ដងបរិសម្នាក់ស្វឹងស្រាយជោគជាំឲ្យបើករថយន្តបុករះម៉ូតូ3គ្រឿងហើយមិនព្រមឈប់នៅតែព្យាយាមបើករថធ្វើឲ្យប្រជាប្រដ្ឋទុកកំផឹងលែងបាននាំគ្នាយកដុំថ្មនិងជ្រុញនឹងគប់ហោះចូលទៅក្នុងរថយន្តបណ្ដាលឲ្យបែកមុខអ្នកបើកបររងរបួសធ្ងន់បង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 9:10 នាទីយប់ថ្ងៃទី11ខែកក្កដានៅតាមបណ្ដោយផ្លូវ 1986 មុខសាកលវិទ្យាល័យនិងមន្ទីរពេទ្យសែនសុខស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថានៅមុនពេលកាត់ហេតុគេមានឃើញបរិសស្វឹងស្រាម្នាក់ជោគជាំហើយបើករថយន្តម៉ាក Toyota Prado ពណ៌សម្បុរលឹកមួយគ្រឿងបើកបរតាមបណ្ដោយផ្លូវ 1086 ទិសដៅពីលេខទៅកើតហើយក៏រេពេញផ្លូវលុះមកដល់មុខសាលាវិទ្យាល័យនិងមន្ទីរពេទ្យចាមុខសាលាសាកលវិទ្យាល័យនិងមន្ទីរពេទ្យសែនសុខរថយន្តក៏បានទៅបុកពីក្រោយម៉ូតូ Viva ពណ៌ខៀវដែលជិះស្របទិសគ្នាពីអ្នកប្តីប្រពន្ធបណ្ដាលឲ្យដួលរងរបួសស្រាលប៉ុន្តែដោយសារតែអ្នកបើកបរស្វឹងមិនដឹងថាខ្លួននឹងបើករថយន្តទៅបុកគេទើបបន្តដំណើរ
ទៅមុខទៀតរហូតដល់មុខភោជនីយដ្ឋានតាយតាយក៏ទៅបុកពីក្រោយម៉ូតូស្មាស់រេវ៉ូពណ៌ខ្មៅមួយគ្រឿងទៀតជារបស់អ្នកគ្រូភាសាបរទេសម្នាក់ទៀតមនុស្សចេញពីម៉ូតូរងរបួសស្រាលទៀតតែមិនបានឈប់ទៀតក៏បានបន្តដំណើរទាំងម៉ូតូរបស់អ្នកគ្រូភាសាហ្នឹងបានជាប់នៅក្រោយរថយន្តអស់តាមផ្លូវបែបផ្កាភ្លើងព្រាតហើយគណៈដែលបើករត់បានជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿងទៀតម៉ាកវេវពណ៌ខ្មៅជាម៉ូតូរបស់បរិសុទ្ធរត់ដប់ម្នាក់ដែលអង្គុយចាំមួយនឹងមុខក្រៅខេនឹងសន្តាគារ Heaven រងការខូចខាតសំណាងល្អហើយគឺមនុស្សលោតចេញពីលើម៉ូតូតាន់កុំអីគឺមិនដឹងថាជាត្រូវចាតែមិនដឹងថាទៅជាយ៉ាងណានោះទេហើយតាមប្រភពព័ត៌មានបានបន្តទៀតថាបន្ទាប់ពីអ្នកបើកបរសវឹងបើករថយន្តបុកម៉ូតូ3គ្រឿងបន្តគ្នាហើយនៅតែមិនព្រមឈប់មកដោះស្រាយទេព្យាយាមបើករត់រហូតដល់ចំណុចស្តុបផ្លូវ598កែងនឹងផ្លូវ1986ទើបរថយន្តទៅមុខលែងរួចក៏ត្រូវបានប្រជាប្រដ្ឋជាច្រើនអ្នកដែលឃើញហេតុការណ៍មានចិត្តខឹងសម្បាបាននាំគ្នាយកដុំថ្មជ្រុញហើយនឹងដំបងមកវាយនឹងគប់កំទេចរថយន្តគប់ទៅលើបរិសម្នាក់គប់ទៅលើបរិសម្ចាស់រថយន្តបណ្ដាលឲ្យបែកកញ្ចក់ហោះទៅត្រូវអ្នកបើកបររថយន្តបែកមុខបែកមាត់ររបួសធ្ងន់ក្រោយពីការហេតុសមត្ថកិច្ចបានទៅជួយអន្តរាគមន៍ទាន់ពេលវេលានិងបានតាក់ទងទៅជំនាញចរាចរណ៍ក្រុងមកស្ទូឌីយោរថយន្តបង្កនិងអ្នកបើកបររថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ភ្លើងគោកស្នងការនគរបាលរាជធានីភ្នំពេញបាទនេះបរិសម្នាក់នេះគាត់ដោយសារតែគាត់បុកហើយគាត់អត់ព្រមឈប់ចាអត់ទទួលខុសត្រូវបាទអត់ឈប់អ្នកដែលឃើញហេតុការណ៍ហ្នឹងគាត់ក៏ដេញតាមចាខឹងពេកអត់ដេញតាមស្រែកបដាអីបដាអញ្ចឹងទៅដុំថ្មដុំអីអញ្ចឹងទៅអ្នកចិត្តខាងឃើញខ្លះទៀតជួយថែមអញ្ចឹងទៅបាទអញ្ចឹងដើម្បីឲ្យមានការទទួលខុសត្រូវទោះបីបុកក្នុងកម្រិតណាក៏ដោយបើសិនជាយើងគិតថាកន្លែងនោះជាកន្លែងប្រជុំជនមួយហើយវាមិនបានបុកដល់ស្លាប់មនុស្សទេគាត់នៅគ្រោះថ្នាក់ទៅលើយានជំនិះតែប៉ុណ្ណោះអញ្ចឹងគួរតែយើងឈប់ហើយដោះស្រាយគ្នាទៅបាទទីបំផុតដល់ពេលយើងអត់ឈប់មហាជនគាត់ឃើញអញ្ចឹងទៅគាត់ប្រើហិង្សាដាក់ចាបាទហើយយើងមិនចង់ឃើញការប្រើហិង្សាដាក់គ្នាទៅវិញទៅមកអញ្ចឹងទេយើងចង់ឲ្យថាបើថាគ្រោះថ្នាក់អីយើងប្រឈមនឹងការដោះស្រាយគ្នាទៅវិញទៅមកប៉ុណ្ណឹងទៅវាចប់ទៅហើយបាទហើយមួយទៀតយើងឃើញថាគាត់ស្វឹងមិញចាគាត់ស្វឹងបាទគាត់ស្វឹងហើយមួយទៀតយើងដឹងហើយថាកន្លងមកអ្នកដែលមិនសូវហ៊ានឈប់បុកហើយមិនហ៊ានឈប់ព្រោះខ្លាចមានអំពើហិង្សាកើតឡើងអញ្ចឹងចាបាទប៉ុន្តែមុនដំបូងដូចជាបុកតិចល្មមទេណាបុកតែមួយទេតែគាត់អត់ដឹងចាដល់ពេលរៀងដូចស្ពឹកមុខបន្តិចផងចេះតែទៅមុខអញ្ចឹងទៅគេដេញបន្តទៀតបុកទៀតទៅចាបាទជន់ទុកលើទុកថែមទៀតបាទនេះទូទាំងជនជំវិញអំពីករណីគ្រោះថ្នាក់ចរាចរណ៍ដោយសារតែខ្លួនយើងស្វឹងជ្រុលបាទតោះជើញចាឥឡូវមួយរឿងទៀតនេះគឺចេញពីហាងផឹកស៊ីថាថយរថយន្តចាប៉ះរថយន្តចតនៅមុខផ្ទះបណ្ដាលឲ្យបែកស្តុបបរិមម្នាក់ចេញពីហាងផឹកស៊ីបានបើករថយន្តថយក្រោយប្រមាណជា30ម៉ែត្រក៏ជ្រុលទៅបុកនៅរថយន្តដែលគេចតទុកមុខផ្ទះបណ្ដាលឲ្យបែកស្តុបខាងស្ដាំកាលពីវេលាម៉ោង 2:30 នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី12ខែកក្កដាតាមបណ្ដោយផ្លូវលេខ15កែងនឹងផ្លូវ148ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាលទី2ខណ្ឌដូនពេញហើយបើតាមសាកសីដែលបានឃើញហេតុការណ៍គឺបានឲ្យដឹងថានៅមុនពេលកាត់ហេតុគេបានឃើញរថយន្តបង្កគឺម៉ាកវីស្តូពណ៌ទឹកប្រាក់បើកបរដោយបរិសម្នាក់មិនស្គាល់អត្តសញ្ញាណបើកថយក្រោយបាន30ម៉ែត្រនៅក្នុងល្បឿនលឿនគួរសមក៏ជ្រុលទៅបុកនឹងរថយន្តដែលគេចតនៅមុខផ្ទះចោលម៉ាក Mitsubishi ពណ៌ទឹកប្រាក់បណ្ដាលឲ្យបែកចង្គៀងមុខខាងស្ដាំព្រមទាំងកំពិតចាទៀតផងក៏ស្រាប់តែរថយន្តបង្កបំរុងបើករត់តែត្រូវបានម្ចាស់រថយន្តនឹងតែត្រូវបានម្ចាស់រថយន្តរងគ្រោះគឺខាត់ជាប់ក្រោយពេលកាត់ហេតុគឺម្ចាស់រថយន្តរងគ្រោះគឺទាមទារសំណងចំនួន$800ដល់ចំណែកឯខាងរថយន្តបង្កគឺសុំត្រឹម$400ដើម្បីបញ្ចប់រឿងតែត្រូវខាងរងគ្រោះមិនព្រមព្រោះរថយន្តគាត់ថ្មីទើបនឹងទិញក៏ប្តឹងសមត្ថកិច្ចឲ្យមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជង្គង់រាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយនៅពេលក្រោយជាបន្តមួយរឿងទៀតនេះគឺបរិមម្នាក់ធ្លាក់ពីលើដើមត្នោតកម្ពស់3ម៉ែត្រចាកម្ពស់3ម៉ែត្របណ្ដាលឲ្យបាក់កជើងខាងឆ្វេងបរិមម្នាក់ហ្នឹងគឺរកស៊ីកាប់ផ្លែត្នោតខ្ចីយកទៅលក់គ្រាន់បានកម្រៃមកចិញ្ចឹមគ្រួសារតែជាអកុសលក៏ត្រូវបានបាក់បង្អោងឫស្សីបណ្ដាលឲ្យធ្លាក់បាក់កជើងខាងឆ្វេងកាលពីវេលាម៉ោង3 រសៀលថ្ងៃទី11ខែកក្កដានៅត្រង់ចំណុចកណ្ដាលវាស្រែដែលស្ថិតនៅក្នុងភូមិដំណាក់កកោះឃុំសំរោងលើស្រុកអង្គស្នួលខេត្តកណ្ដាលហើយតាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះមានឈ្មោះថាចិនធីភេទស្រីអាយុ47ឆ្នាំមុខរបរលក់ផ្លែត្នោតខ្ចីដែលមានប្តី
ឈ្មោះសៀកប៊ុនធឿនភេទប្រុសអាយុ45ឆ្នាំមុខរបរជាអ្នកកាប់ផ្លែថ្នោតខ្ចីលក់មានស្រុកកំណើតនិងស្នាក់នៅក្នុងភូមិឃុំខាងលើមានកូនប្រុស5នាក់ស្រី2នាក់និងប្រុស3នាក់បើតាមសម្ដីស្ត្រីជាប្រពន្ធបានឲ្យដឹងថាដោយសារតែជីវភាពក្រីក្រមិនមានមុខរបរអ្វីដោយពិតប្រាកដនឹងគេមានតែឡើងថ្នោតកាប់ផ្លែខ្ចីយកមកលក់នៅផ្សាររយៈពេលជា20ឆ្នាំមកហើយបើសិនជាថ្ងៃណាគាត់មិនបានឡើងកាប់ផ្លែថ្នោតយកទៅលក់ទេថ្ងៃនោះហើយគឺជាថ្ងៃដែលគាត់អត់បាយដែរជារៀងរាល់ថ្ងៃរូបគាត់ជាអ្នករកស៊ីកាប់ផ្លែថ្នោតខ្ចីយកទៅលក់ឲ្យម៉ួយនៅផ្សារចម្ពូវ័នបានកម្រៃចំនួន40000រៀលនៅក្នុងមួយរទេះសណ្ដងរមាក់ហើយនៅថ្ងៃកើតហេតុពេលគាត់ទាំងពីរអ្នកប្តីប្រពន្ធបានដើរពីភូមិចេញសម្ដៅទៅកាប់ថ្នោតដោយសមម្ដងខណៈដែលប្រពន្ធគាត់នៅចាំខាងក្រោមហើយប្តីរបស់គាត់ដែលជាជនរងគ្រោះនោះក៏បានឡើងទៅលើដើមថ្នោតពេលឡើងទៅដល់កដើមកថ្នោតទៅដល់កដើមថ្នោតនោះហើយដោយសារតែបង្អោងឫស្សីដែលគាត់ដាក់សម្រាប់ជន់តោងឡើងទៅលើនោះគឺវាពុកធ្វើធ្វើឲ្យបាក់បណ្ដាលឲ្យគាត់នឹងធ្លាក់កន្លាប់កាប់ផ្ងាពីលើចុងថ្នោតកម្ពស់3ម៉ែត្ររហូតដល់ធ្លាក់មកដល់ដីហើយបណ្ដាលឲ្យជនរងគ្រោះរងរបួសបាក់ឆ្អឹងកជើងខាងឆ្វេងហើយភ្លាមនោះគឺប្រពន្ធជនរងគ្រោះក៏បានស្រែកហៅឲ្យអ្នកភូមិដែលនៅជិតនោះជួយប្តីរបស់គាត់ហើយក្រោយមកក៏បានឃើញអ្នកជិតខាងដែលមានរថយន្តនោះក៏បានដឹកជនរងគ្រោះបោះពួយសម្ដៅមកកាន់មន្ទីរពេទ្យព្រះកុសមាដើម្បីទទួលការព្យាបាលឲ្យបានទាន់ពេលវេលាហើយក្រុមគ្រួសារអ្នកឡើងកាប់ផ្លែថ្នោតខ្ចីយកទៅលក់សូមអំពាវនាវដល់សប្បុរសជនទាំងអស់មេត្តាជួយឧបត្ថម្ភដល់ក្រុមគ្រួសារគាត់ផងគឺបានប្រាក់កាសមួយចំនួនដើម្បីព្យាបាលរបួសប្តីព្រោះគាត់នឹងមានជីវភាពក្រីក្របំផុតចាំរឿងទៀតនេះគឺនគរបាលប៉ុស្តិ៍នគរបាលប៉ុស្តិ៍ទួលទំពូងទី1ខាត់ខ្លួនមុខសញ្ញាកផ្ទះបានចំនួន2នាក់ជនសង្ស័យជាមុខសញ្ញាកផ្ទះចំនួន2នាក់ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីឆៃឆេរកឃើញសោនិងប្រដាប់កាច់កម៉ូតូមួយចំនួនធំកាលពីវេលាម៉ោង 2:20 នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី12ខែកក្កដានៅតាមបណ្ដោយផ្លូវ155នៅចំណុចមុខផ្ទះគ្មានលេខស្ថិតនៅក្នុងសង្កាត់ទួលទំពូងទី1ខណ្ឌចំការមនជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះថាហុងពៅភេទប្រុសអាយុ20ឆ្នាំស្នាក់នៅសង្កាត់បឹងទំពុនខណ្ឌមានជ័យនិងឈ្មោះរស់វណ្ណៈភេទប្រុសអាយុ25ឆ្នាំស្នាក់នៅសង្កាត់ផ្សារដាំស្កើខណ្ឌចំការមនហើយតាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍ទួលទំពូងទី1ក៏បានឲ្យដឹងថានៅមុនពេលកើតហេតុកម្លាំងមូលដ្ឋានល្បាតនៅក្នុងមូលដ្ឋានការពីសន្តិសុខជូនប្រជាប្រដ្ឋខណៈដែលល្បាតមកដល់ផ្លូវ155នៅចំណុចផ្ទះគ្មានលេខក៏ស្រាប់តែមានជនសង្ស័យ2នាក់ជិះម៉ូតូមួយគ្រឿង Max City Plus ពណ៌ឈាមជ្រូកអត់មានស្លាកលេខជិះកាត់ម្ដងនោះសមត្ថកិច្ចសង្ស័យក៏ខាត់ស៊ូនាំនិងឆៃឆេរកឃើញសោកាច់កម៉ូតូចំនួន2និងកូនសោគ្រប់មុខមួយចំនួនទៀតបានខាត់ខ្លួនជនសង្ស័យទាំង2នាក់នោះយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទូទំពុះទី1ដើម្បីធ្វើការសាកសួរតែម្ដងបើតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង2នាក់នោះគឺបានឆ្លើយថាខ្លួនមិនបានដើរកោះផ្ទះគេទេតែដោយសារតែសមត្ថកិច្ចឆៃឆេរកឃើញសម្ភារៈកោះផ្ទះអញ្ចឹងគឺធ្វើការខាត់ខ្លួនតែម្ដងទៅហើយក្រោយពេលកើតហេតុជនសង្ស័យទាំង2នាក់នោះគឺត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលទំពូងទី1បញ្ជូនបន្តទៅកាន់អធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់ការបន្តទៅតាមនីតិវិធីចាំមួយរឿងទៀតនេះគឺរថយន្តដឹកឥដ្ឋមួយគ្រឿងកន្លាប់ចាក់ចោលឥដ្ឋចំនួន10000ដុំរថយន្តដឹកឥដ្ឋចំនួន10000ដុំបើកហួសផ្លូវបើកថយក្រោយវិញបណ្ដាលឲ្យរអិលធ្លាក់ចូលបន្លាយទឹកកន្លាប់ចាក់ឥដ្ឋចោលតែសំណាងល្អមិនមានរងរបួសទេកាលពីវេលាម៉ោង 6 ល្ងាចថ្ងៃទី11ខែកក្កដានៅចំណុចផ្លូវលំភូមិត្រពាំងរំជែកសង្កាត់ចំចាយខណ្ឌពោធិ៍សែនជ័យហើយបើតាមសម្ដីរបស់អ្នកបើកបររថយន្តដឹកឥដ្ឋបានឲ្យដឹងថានៅមុនពេលកាត់ហេតុរថយន្តរបស់គាត់នឹងបានដឹកឥដ្ឋចេញពីព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាលយកទៅដាក់នៅព្រែកហូក្រុងតាខ្មៅខេត្តកណ្ដាលចំនួន10000ដុំរួមជាមួយនឹងកម្មករ2នាក់ទៀតដោយសារតែចរាចរណ៍កកស្ទះខ្លាំងពេកគាត់ក៏បានបើកវាងផ្លូវលុះដល់ចំណុចកាត់ហេតុគាត់ក៏បានបើកហួសផ្លូវហើយបានបត់ត្រឡប់ក្រោយក៏បានយកអេឡង់រយៈថយក្រោយទាំងមេឃកំពុងតែមានភ្លៀងរលឹមស្រិចដីរៀងរអិលផងបណ្ដាលឲ្យកង់ក្រោយរថយន្តរអិលទាញរថយន្តធ្លាក់បន្លាយទឹកចាក់ចោលឥដ្ឋចំនួន10000ដុំតែម្ដងទៅហើយចំណែកឯគាត់និងកម្មករ2នាក់ទៀតមិនមានរបួសអ្វីឡើយហើយក្រោយពេលកាត់ហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកាត់ហេតុពិនិត្យឃើញថាមិនបានប៉ះពាល់ទៅដល់សម្បត្តិសាធារណៈទេហើយក៏បានរាយការណ៍ជារឿងបើករអិលទៅវិញក្រោយធ្លាក់បន្លាយក្រោយពេលធ្លាក់បន្លាយគេបានឲ្យរថយន្តដឹកឥដ្ឋបានហៅរថយន្តស្ទូចមកស្ទូចយករថយន្តមកដាក់លើគោករួចជញ្ជូនឥដ្ឋដាក់លើរថយន្តវិញទៅបន្តដំណើរទៅមុខទៀតចាំមួយរឿងទៀតនេះគឺរឿងម៉ូតូមួយគ្រឿងចាប់បុកម៉ូតូស្មាស់ររបួសបាក់ជើងម្នាក់ជិះម៉ូតូទៅយកបងស្រីចេញពីធ្វើការរោងចក្រក៏ត្រូវបានរមាក់បើកបុកបាក់ជើងខាងស្ដាំហើយរមាក់ហ្នឹងគឺបានបើកគឺបានបើករត់គេចខ្លួនបាត់ស្រមោលមិនសល់ទុកតែជនរងគ្រោះនៅនឹងកន្លែងកាត់ហេតុកាលពីវេលាម៉ោង 6 ព្រលប់ថ្ងៃទី11ខែកក្កដាស្ថិតនៅលើកំណាត់ផ្លូវជាលេខ4កែងនឹងផ្លូវទំនប់កប់ស្រូវសង្កាត់ចំចាយខណ្ឌពោធិ៍សែនជ័យជនរងគ្រោះមានឈ្មោះថាខួនសម្បត្តិភេទប្រុសអាយុ16ឆ្នាំមករបស់ជាសិស្សវិទ្យាល័យទួលទំពូងមាន
จะวิทยาลัยจุมพูวันมีตีลมเนินภูมิปริปริงตะโบสกัดจำจากคันโปสันเจให้ตามสำเร็จจนนกรู้กับบานไอดังท่านำมนไปการให้ครูมาจีมันโตมาสมาเลือกกำนัดเพลจิเล็กบุญปีการตะเล็กในขนมโกบมนองแต่ดบองได้ใจผิดเฟการลงจ่าลุดได้จำนวนซองจะคือในจำนวนขังเลือตัวจีพลึงตบปอกเขี้ยวจีอันเดพิบระบอกคลุนกันได้ก็สลับแต่ในเมียนระหม่อมโตได้บางกลุ่มโลกพลึงสัญญาปอกระหอมบาดบางตามเพลตุ่มหนุบกอบเสือปีจึงเตะโบงจนหมกบอกมาโตระบอกล้วนดัวให้มาโตบังก็คือบารถกิบาสมาลตามปลอจีปลอดเคยหายการบ้านในดังท่านนำบนไปการให้จนรงครัวจีปีการแต่เล็กลอยจำนวนเพลิงสต็อกกระตบาระหมอมาโตบางปีจึงเตะโบงบอกมาโตจนรงครัวบรรดาออยระบุบะจึงดั้มให้ระหมอมาโตนั่นคือบารถกิบล้วนแต่มาดองให้กลับไปการให้จนรงครัวกระตบาในรถยนต์สังครัวระบอกอังกฤษปรำปีระดับมวยดักบรรจุมันโตแต่การบันตีไปแปลกสมัยจำนวนมาโตกระตบานกรมครัวซ่ายกตัวจูโจได้คลุนไอ้ขณะได้พิกิบังก็บารถกิบบัตรสมอแต่มาดองจะเรื่องจะเรื่องจีบันตอติดนี่คือหมดโตปีเครื่องจะบอกนี้จะดูสลับปีเนี่ยอยู่บนจนปีนี้คือบานเราระบบงนบันตอปีจีมาโตยังเลื่อนกับโจลตะบอกนำมาโตมือเครื่องเตี้ยบอมรองฉลองเพลอบางก็มีการพยาบาลการปีวิลิมอนประบุในหนังซ้ำสมิติยกไงที่ดำมวยไข่กากระดาตามบันไดเพลประสิทธิ์วัดมกนังธนีกีสันหารไม้ธนกนองสังกัดสระจอคดนปิงบตามสาไซเดบันเคยหัดการบ้านไหนดังท่านนำมนไปการให้กับบันเคยอยู่บนจนใบเนี่ยจีมโตมือเครื่องมาห้องดาตรีมสรีชน้ำปีปอนดับปรามปอกไม้จีในคลองหรือบืนเลื่อนตามบันไดเพลประสิทธิ์วัดในคลองตีดาวปีจึงตะบงไปได้หมดดอยกลายการให้กับโจลตะบกนำมโตมือเครื่องมาเวลอีปอกไม้จีตามในไอในคลองตีดาวบัจจาตึกเนี้ยบ่มรองบัดเชงบันดาลเอาอยู่บนจนปีเนี่ยได้จีปีกรอยมโตตรีมสองสลับแต่งปีเนซอนเนี่ยดบได้เราบุษราบานรถเกิดคลุนบัดให้ปลูกไผ่มาแต่คณีคณีระบอกเกตั้งปีเนี่ยนู้คือสลับกระไปการให้จนรองครัวได้สลับตั้งปีกระบาดรถยนต์สังครัวดักยกตับชีบ้านในคลินิกไอกจนรีไอมาโตตั้งปีกระบาดสมาตะเกยยกตัวเดสาตุกในอธิการท่านขันโดนปิ้งดับใบรงจำการดอสไลในปีกรอยจะเป็นจำในเรื่องนี้มันต่อโจถือจีบันต่อที่กระยุนบกมาโตบันดาลเอามาจำมาโตน้องดูบะเชิงมันเนี่ยบรมันเนี่ยนึกบางรถยนต์กัมรีไฮบริดกระจุลตึกบอกนังมาโตมือเครื่องได้ทวดดำน้ำสอบตึกนี้ยังปีตุ่มหังบรรดาเอาบรมันเนี่ยเราระบุบะเชิงขังช่วยนังมันเนี่ยติดเราระบุสาจำในรถยนต์บางกิจบานใบรอยไม้ตื่นมาจากตื่นมาจากทั้งชบจอบปีรถยนต์กิจคลุนบัดตุกรถยนต์เจ้านังกระดาษเพลือการล้างในวิลเลียมมองมวยนังใส่สปรัมนิตีรมล้อเตียดเชียนโจทไงตีดับปีไข่กากระดาในจำนวนเพลือเลยปีรอยดับบ้วนไกลนังมหาวิทยาลัยประเทศรถดำท่านนึกน้องสังกัดเบิงแรงขันโดนปิงให้ตามประพบปรมีนปีกลายการให้บ้านไอดังท่านำมนปีการให้เก็บบ้านเคยบรอปีเนี่ยจีมโตมือเครื่องมาวีวาปอกไม้ทัวดับนาตามบันไดเพลจะบันไดมหาวิทยาลัยประเทศรถดำติดตามปีจึงตะบงให้ไปได้บันไดจำนวนการให้กระตระบารถยนต์มือเครื่องมาการรีไฮบริดปอตะประได้ทัวดับนาสอบตึกนี้บ้านบกปีกรอยเป็นตำพังบันไดเอาบรอมันเนี่ยเราระบุบะเชืองขังช่วยนังมันเนี่ยที่เราระบุสาตามประพบดอได้บันต่อท่ากลายไปการให้รถยนต์บังกอกับบันกิจหมกดอเพลย์เลยปีรอยหมกไผ่ปรำใบไก่หนึ่งเพลย์จากไก่หนึ่งมหาวิทยาลัยประเทศรถดำเติมมาจากรถยนต์โชบหายรถกิจคลุนจำนายไอจนรองกลุ่มมันเนี่ยได้เราระบุสาบันเลืองมาโตจีกิจคลุนบัดโดยตุกมัดแผลระบอกคลุนได้เราระบุทุนในนังกลายการให้กลายไปจนรองครัวได้เราระบุทุนกระบาดรถยนต์สังครัวบรรท้อนดักยกตัวสังครัวในคลินิกไอกจนรีไอรถยนต์บังกอกระบาดสมาธิกิจทัวร์การวอเวงยกเตยแต่ซาตกในการยาลายจราจรในถิ่นพลงปิ้งดำใบดัสไตรแต่ตามดิเตวิธีบ่าตัวเต้นในจนสมปนังจอกทางกันเนี้ยดูจีเลื่อนล้อไหมอ่านแล้วรู้หมองดับบทจังตัวเนี่ยไหมจังตัวนะบ่าฮอตได้บ่าสมประจอบปนังจอกทางกันเนี้ยจังบอกขยมเนี่ยมาดองขยมบานตัวลิขัดปีประเจ้าอติกาวอดสวรรค์ธรรมรีได้ประเดี๋ยวคุณบานพญาโมกสถานีขยมได้ไปฝึกการบ่มพลื้ชลายตอบจมูกหนึ่งลูกรูสเรนได้บานเบาะสายชลายฉลองคนนี้จังนี่เชียเพียตีใบเพียตีมุ้ยข้างประเจ้าอติกาเพียตีปีลูกรูสเรนแล้วเพียตีใบลูกเจ้าอติกาลูกพระองค์ประเดี๋ยวคุณเจ้าอติกาวิ่งบ่าจังกาปีลูกรูสเรนได้เชียไตตะคณะกรรมการวัดสวรรค์ธรรมรีเนื้อหาวัดพนมเรียบพนมบัจจิตพนมบัจัดขนมสังกัดปัญญาปุ้นคันเพชรพนวบ่าพอไปม้วนศกปัญญาลือจะจ่องแตะพอไปดูคันสังกัดนู้ไปม้วนศกปัญญาลือคุมปัญญาปุ้นปัตตาแล้วสังกัดปัญญาปุ้น
ខណ្ឌព្រែកភ្នៅអញ្ចឹងឥឡូវនេះព្រះចៅអធិការបដិជគុណចង់បំភ្លឺយ៉ាងម៉េចបងបាទឥឡូវសូមមើលតិចសិនបាទបដិជគុណព្រះចៅអធិការវត្តសវណ្ណធម្មរាជបាទនៅក្នុងសង្កាត់ពញាពុនខណ្ឌព្រែកភ្នៅសូមធ្វើការបកស្រាយមកស្ថានីយ៍ទូហងមាសបាទកាលពីលោករស់សរិនគាត់បកស្រាយថាមានប្រជាពលរដ្ឋគ្រប់គ្រងគាត់ឲ្យទៅធ្វើជាគណៈកម្មការវិញប៉ុន្តែឥឡូវខាងប្រជាអធិការសូមផ្ញើស្នាមមេដាយមកដែរកាលពីលោកអតីតគណៈកម្មការវត្តគឺលោកតារស់សរិនថាមានស្នាមមេដាយគ្រប់គ្រងឲ្យលោកតាមកធ្វើជាគណៈកម្មការវិញប៉ុន្តែឥឡូវនេះស្នាមមេដាយឯនេះមានចំនួន700ស្នាមមេដាយហើយនឹងមានចំនួន14ភូមិបាទមានចំនួន14ភូមិបានផ្ដិតមេដាយប្រឆាំងមិនអោយលោកតារស់សរិនមកធ្វើជាគណៈកម្មការវត្តនេះវិញទេដោយសំអាងទៅលើហេតុផលជាច្រើនព្រោះគាត់ព្រះអង្គដាក់3ទំព័រមកឡើងវែងអញ្ចឹងព្រះអង្គសូមអធិស្ឋានខាងកណាមិនអាចឲ្យលំអិតនៅក្នុងការបំភ្លឺរបស់ព្រះអង្គនឹងច្រើនទាំងអស់សពគ្រប់ពេកទេប៉ុន្តែគាត់ចង់បង្ហាញពីចំហរបស់ព្រះចៅអធិការក៏ដូចជាស្នាមមេដាយរបស់ប្រជាពលរដ្ឋចំនួន700មេដាយហើយដែលព្រះអង្គបានព្រះជគុណបានបញ្ជូនមកកណានេះគឺមាន14ភូមិបាទប៉ុន្តែនៅក្នុងខ្លឹមសារនេះគឺចង់និយាយថាអ្នកស្នាមមេដាយទាំង700មេដាយហើយនឹងភូមិ14នេះគឺអត់គ្រប់គ្រងឲ្យលោករស់សរិនមកកាន់ជាគណៈកម្មការវិញទេហើយតាក់ទងអំពីរឿងរ៉ាវថាសមិទ្ធផលដែលការកសាងនៅទីនោះគឺជាស្នាដៃលុយកាក់របស់លោករស់សរិនផ្ទាល់តែម្ដងនោះគឺវាមិនមែនជាការពិតទេលុយដែលបានកសាងនៅសមិទ្ធផលវត្តនោះគឺជាលុយរបស់ពុទ្ធបរិស័ទចំណុះជើងវត្តផងនៅក្នុងស្រុកផងនៅក្រៅស្រុកផងដែលរួមជាមួយនឹងគណៈកម្មការផ្សេងទៀតក្រៅពីលោកតារស់សរិនបាទអញ្ចឹងនៅក្នុងនេះខ្ញុំសូមលើកឡើងខ្លីតបតាមកម្មវត្ថុយោងខាងលើខ្ញុំបកណាសូមគោរពនិងគោរពជូនស្ថានីយ៍ទូរទស្សន៍ហងមាស HD TV ជ្រាបថានៅឆ្នាំ1998លោករស់សរឿនហៅរស់សរិនត្រូវបានវត្តភ្នំរៀបបាទវត្តភ្នំរៀបបណ្ដេញចេញមិនអោយពាក់ព័ន្ធនៅក្នុងវត្តភ្នំរៀបនោះទេបាទចាប់ពីពេលនោះមកលោករស់សរឿនហៅរស់សរិនក៏បានឃោសនាជាមួយនឹងពុទ្ធបរិស័ទមូលគំនិតគ្នារកបច្ច័យទិញដីបាទរកបច្ច័យទិញដីដើម្បីកសាងវត្តថ្មីមួយដែលនៅមិនឆ្ងាយពីវត្តរៀបវត្តភ្នំរៀបបាទការកសាងវត្តថ្មីត្រូវមានការអនុញ្ញាតពីរដ្ឋអំណាចមូលដ្ឋានជាពិសេសគឺក្រសួងធម្មការនិងសាសនារបស់រដ្ឋប៉ុន្តែដោយសារលោករស់សរិនមិនមែនជាព្រះសង្ឃគឺជាឧបាសកដែលមិនអាចគ្រប់គ្រងវត្តបានត្រូវជ្រើសរើសព្រះចៅអធិការវត្តព្រះនាមគង់សមនបាទដែលត្រូវបានតែងតាំងដោយសញ្ញាបត្រដោយមានសញ្ញាបត្រត្រឹមត្រូវបាទសញ្ញាបត្រត្រឹមត្រូវចុះថ្ងៃទី26ខែតុលា1999របស់គណៈកម្មការរបស់គណៈពុទ្ធសាសនាបាទគណៈសង្ឃពុទ្ធសាសនាកម្ពុជាម្យ៉ាងទៀតដោយមានសេចក្តីសម្រាប់ស្តីពីការអនុញ្ញាតឲ្យការសាងសង់ថ្មីលេខជាងមកចុះថ្ងៃទី17ខែមិថុនា1999របស់ក្រសួងធម្មការជាគោលការណ៍ច្បាប់របស់ក្រសួងធម្មការនិងសាសនាវត្តនីមួយមានចៅអធិការមានចៅអធិការចៅអធិការរងនិងគណៈកម្មាធិការអាចារ្យវត្តនឹងមិនអាចខ្វះបានប៉ុន្តែនឹងចេញសេចក្តីសម្រេចរបស់
ក្រសួងធម្មការសាសនាតម្រូវឲ្យមានការប្រគល់ដីបាទនេះលេខអីចឹងមកបានអីចឹងមកច្រើនណាស់ប្រជាជននេះខ្ញុំឃើញហើយប៉ុន្តែវាវែងពេកចឹងមកចុងខយមួយចុងខយយ៉ាងម៉េចបាទព្រោះវែងពេកព្រះអង្គណាខ្ញុំកណាមិនអាចអូសបន្លាយវែងហួសម៉ោងបាទបន្ទាប់មកទៀតចុងក្រោយនេះខ្ញុំបកករណាអាត្មាភាពសូមបណ្ឌបាតដើម្បីចូលរួមលុបបំបត្តិភាពអនាធិបតេយ្យបពុនិយមនៅក្នុងវត្តសំដៅលើកកម្ពស់និងលើកស្ទួយឲ្យបានខ្ពង់ខ្ពស់ល្អប្រពៃតាមព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋជាពិសេសដើម្បីកុំឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋពុទ្ធបរិស័ទចិត្តឆ្ងាយដែលមិនគ្រប់គ្រងនឹងមិនចង់ឲ្យលោករស់សរិនត្រឡប់មកស្នាក់នៅគ្រប់គ្រងវត្តនេះវិញតទៅទៀតអញ្ចឹងយើងខ្ញុំអាត្មាភាពនិងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់សូមបញ្ជាក់ជំហរចុងក្រោយថាពុទ្ធបរិស័ទទាំងអស់នឹងមិនអនុញ្ញាតឲ្យលោកតារស់សរិនវិលត្រឡប់មកគ្រប់គ្រងវត្តនេះបានវិញទៀតទេដោយសារតែកុំឲ្យមានឈ្មោះអាក្រក់ដែលកើតឡើងកន្លងមករឿងសច្ចាកម្មនៅក្នុងវត្តបាទនេះទូទាំងនិជនជុំវិញនឹងរឿងវត្តសវណ្ណធម្មរាជហើយចុងក្រោយនេះព្រះអង្គដាក់ថាគ្រប់ពងពោះវិសានីទូហងមាសព្រះចៅអធិការវត្តសវណ្ណធម្មរាជគង់សមនបាទហើយបានឃើញចឹងមកនេះមេធាវីម៉ាន់សុផលមានមេធាវីទៀតបាទនេះគឺមេធាវីគាត់ធ្វើលិខិតនេះបញ្ជូនមកបំភ្លឺនៅស្ថានីយ៍ខ្ញុំដោយចង់បង្ហាញពីចំហថាក្រោយពេលលោករស់សរិនបានចាក់ចេញពីគុកគាត់មានបំណងចង់មករស់នៅគ្រប់គ្រងនៅវត្តសវណ្ណធម្មរាជនេះវិញអញ្ចឹងឥឡូវនេះប្រជាពលរដ្ឋដែលពុទ្ធបរិស័ទដែលអំណះអំណាងថាមាន14ភូមិហើយនឹងស្នាមមេដាយ700នាក់បានបដិសេធថាមិនទទួលយកលោកតារស់សរិនឲ្យទៅគ្រប់គ្រងនៅក្នុងវត្តនេះវិញទេប៉ុន្តែកាលពីលិខិតរបស់ខាងលោករស់សរិនដែលមានស្នាមមេដាយដែរនោះថាមានប្រជាពលរដ្ឋរាប់ពាន់នាក់គ្រប់គ្រងឲ្យលោករស់សរិនលោកតារស់សរិនវិលទៅគ្រប់គ្រងគណៈកម្មការវត្តសវណ្ណធម្មរាជបាទឥឡូវថ្ងៃនេះ14ភូមិ700មេដាយថាអត់ឲ្យចូលទៅវិញទេបាទនេះទូទាំងនិជនជំវិញនឹងរឿងរ៉ាវនៅវត្តសវណ្ណធម្មរាជហើយខ្លឹមសារមាននៅបន្តទៀតប៉ុន្តែដោយសារសូមអធិស្ឋានខាងបដិជគុណចៅអធិការវត្តខ្ញុំកណាដោយសារពេលវេលាខ្លីបាទអញ្ចឹងសូមបញ្ជាក់ប៉ុណ្ណឹងបាទទូទាំងនិជនដល់ម៉ោងសម្រាប់ទៅហើយសូមពេលសម្រាប់បន្តិចបាទតិចទៀតយើងវិលមកជួបគ្នាបន្ត